អ្នកធ្លាប់ឮទេថាផ្ទះខ្លះមនុស្សអាចទិញបានប៉ុន្តែមិនមែនមានន័យថាអ្នកអាចរស់នៅបាននោះទេយប់នេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្ដាប់រឿងមួយរឿងបុរសម្នាក់ដែលទិញផ្ទះពីអ្នកដែលមិនមែនជាមនុស្សនៅភូមិមួយជិតទីក្រុងមានផ្ទះឈើចាស់មួយដែលស្ថិតនៅចុងផ្លូវនៃភូមិនោះផ្ទះនោះមនុស្សម្នាមិនហ៊ានទៅជិតឡើយពេលថ្ងៃវាមើលទៅដូចជាស្ងៀមស្ងាត់ណាស់អញ្ចឹងប៉ុន្តែពេលយប់វិញមនុស្សម្នាជាច្រើនបាននិយាយថាអាចនឹងឮសំឡេងមនុស្សដើរសំឡេងគោះទ្វារនិងសំឡេងមនុស្សម្នាជាច្រើនដើរនៅខាងក្នុងផ្ទះនោះអ្នកភូមិម្នាក់ទៀតបាននិយាយថាផ្ទះនោះមិនមែនទទេទេមានអ្នករស់នៅខាងក្នុងផ្ទះនោះម្ចាស់ផ្ទះដើមគឺតាសែនគាត់រស់នៅម្នាក់ឯងមិនសូវចូលចិត្តសង្គមហើយមនុស្សភាគច្រើននិយាយថាគាត់មានអាកប្បកិរិយាចម្លែកថ្ងៃមួយគាត់បានបាត់ខ្លួនពេលអ្នកភូមិចូលទៅពិនិត្យគេរកឃើញសាកសពគាត់នៅក្នុងបន្ទប់ធំភ្នែកបើកធំមើលទៅលើដំបូលដូចជាកំពុងមើលអ្វីមួយអញ្ចឹងចាប់តាំងពីថ្ងៃនោះមកផ្ទះនោះមិនដែលស្ងប់ស្ងាត់ឡើយវីរៈជាបុរសវ័យ35ឆ្នាំធ្វើការនៅក្នុងស្រុកនោះហើយតែងតែស្វែងរកអ្វីថ្មីជានិច្ចគាត់មិនសូវជឿរឿងខ្មោចឡើយថ្ងៃមួយគាត់ឃើញការផ្សាយលក់ផ្ទះមួយតម្លៃថោកខ្លាំងតែមានលក្ខណៈចម្លែកជាច្រើនគេដាក់ថាមិនទទួលខុសត្រូវអំពីអតីតកាលផ្ទះនេះឡើយវីរៈក៏បានសើចហើយគិតក្នុងចិត្តថាគ្រាន់តែបំភ័យមនុស្សប៉ុណ្ណោះគាត់ទៅមើលផ្ទះនោះផ្ទាល់ហើយបានជួបអ្នកលក់បន្ទាប់ពីជួបហើយអ្នកលក់បាននិយាយថាបើអ្នកចង់ទិញសូមកុំសួររឿងអ្វីទាំងអស់វីរៈឆ្លើយភ្លាមថាអត់អីទេបងខ្ញុំទិញផ្ទះនឹងយប់ដំបូងវីរៈដាក់អីវ៉ាន់ចូលនៅក្នុងផ្ទះនោះហើយសម្រាកម៉ោងប្រហែល11យប់សំឡេងលាន់ឮគោះទ្វារឮស្នូកុកសំឡេងនោះបានធ្វើឲ្យវីរៈដើរចេញទៅមើលបន្ទាប់ពីមើលសពគ្រប់អស់ហើយក៏គ្មានឃើញនរណាម្នាក់ឡើយពេលគាត់ត្រឡប់មកវិញបន្តការសម្រាករបស់គាត់ទ្វារបន្ទប់ទឹកបើកដោយខ្លួនឯងឬស្នូខ្វាក់គាត់ចាប់ផ្ដើមមានអារម្មណ៍ចម្លែកបន្ទាប់មកក៏កន្លងផុតមួយថ្ងៃទៅបន្ទាប់មកយប់ទី2បានមកដល់វីរៈដេកមិនលក់គាត់តែងតែឮសំឡេងមនុស្សដើរជុំវិញផ្ទះគាត់ហើយបន្ទាប់មកសំឡេងខ្សឹកខ្សៀវក្បែរត្រចៀកគាត់តែងតែឮជានិច្ចផ្ទះនេះ
មិនមែនជារបស់គាត់ឡើយសំឡេងនេះបានធ្វើឲ្យវីរៈមានអារម្មណ៍ចម្លែកឬក៏គាត់ថាអាចនឹងភ្លាត់ត្រចៀករបស់គាត់បន្ទាប់មកថ្ងៃទី2បានចូលមកដល់វីរៈយប់នោះដេកមិនបានលក់ឡើយគាត់តែងតែឮសំឡេងមនុស្សដើរជុំវិញផ្ទះរបស់គាត់ហើយបន្ទាប់មកក៏ឮសំឡេងមនុស្សខ្សឹបក្បែរត្រចៀករបស់គាត់ថាផ្ទះនេះមិនមែនជារបស់អ្នកនោះទេវីរៈបានឆ្លើយតបនឹងសំឡេងខ្សឹបដាក់ត្រចៀកគាត់ថាខ្ញុំបានទិញផ្ទះនេះហើយសំឡេងខ្សឹបនោះបានឆ្លើយវិញថាអ្នកទិញតែខ្ញុំមិនបានលក់ទេបន្ទាប់ពីយប់នោះកន្លងផុតទៅយប់ទី3ក៏បានឈានចូលមកដល់ភ្លឺរលត់នៅថ្ងៃទី3នោះហើយនៅចុងបន្ទប់មានបុរសចាស់ម្នាក់ឈរនៅទីនោះសាក់សពមុខស្លេកភ្នែកងងឹតគាត់និយាយយឺតថាអ្នកទិញផ្ទះខ្ញុំវីរៈក៏បានឆ្លើយតបទៅវិញថាលោកជាអ្នកណាបុរសចាស់នោះឆ្លើយវិញថាខ្ញុំជាម្ចាស់ផ្ទះនេះពិតបុរសចាស់និយាយបន្តទៀតថាអ្នកចង់រស់នៅទីនេះមែនទេត្រូវមកសុំខ្ញុំវីរៈចាប់ផ្ដើមខ្លាចហើយនិយាយថាតើខ្ញុំត្រូវធ្វើដូចម្ដេចលក់វិញឬឲ្យខ្ញុំលើតុមានក្រដាសកិច្ចសន្យាផ្សេងមួយទៀតបានបង្ហាញឡើងលុះព្រឹកឡើងអ្នកភូមិក៏បាននាំគ្នាចូលទៅមើលតែបែរជាគ្មានឃើញវីរៈនៅក្នុងនោះឡើយមានតែក្រដាសលក់ផ្ទះអ្នកទិញថ្មីតាសែនហើយលើក្រដាសនោះមានស្នាមមេដៃពណ៌ខ្មៅផ្ទះនេះខ្ញុំមិនដែលលក់ទេប្រសិនបើអ្នកឃើញថាផ្ទះថោកពេកសូមចាំថាលុះព្រឹកឡើងអ្នកភូមិបានទៅឈូឆរជុំគ្នាមើលផ្ទះនោះតែបែរជាគ្មានឃើញវីរៈនៅផ្ទះនោះឡើយមានតែក្រដាសលក់ផ្ទះដែលបញ្ជាក់ថាអ្នកទិញថ្មីឈ្មោះតាសែនហើយលើក្រដាសនោះមានស្នាមក្រយៅដៃពណ៌ខ្មៅផ្ទះនេះខ្ញុំមិនដែលលក់ទេរឿងចម្លែកនេះក៏បានបញ្ចប់